ឯកឧត្តម អ៊ូវណ្ណាប្រគល់អំណោយឯកឧត្តមអភិសន្តបណ្ឌិត ស សុខា និងលោកជំទាវជូនពលរដ្ឋ40គ្រួសារនិងប្រគេនបច្ច័យព្រះសង្ឃនៅក្រុងព្រៃវែងនៅរសៀលថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025នេះឯកឧត្តម អ៊ូវណ្ណាអនុប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងព្រៃវែងជាតំណាងឯកឧត្តម ឡាំជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានក្រុងព្រៃវែងបានអញ្ជើញជួបសំណេះសំណាលនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិការបស់ឯកឧត្តមអភិសន្តបណ្ឌិត ស សុខាអនុប្រធានទី1ក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តព្រៃវែងនិងលោកជំទាវ កែ សួនសុភីចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាពចំនួន40គ្រួសារមកពីសង្កាត់ទាំង4នៃក្រុងព្រៃវែងខេត្តព្រៃវែងក្នុងឱកាសនោះដែរឯកឧត្តម អ៊ូវណ្ណាក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តបណ្ឌិតនិងលោកជំទាវឧបត្ថម្ភដល់សង្កាត់ទាំង4ដោយក្នុងមួយសង្កាត់ចំនួន50,000រៀលក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ទូចវណ្ណៈអនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានក្រុងព្រៃវែងនិងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានសង្កាត់ជើងទឹកនិងឯកឧត្តមលោកជំទាវអស់លោកស្រីជាអនុប្រធាននិងសមាជិកសមាជិកាក្រុមការងារគណៈបកចុះមូលដ្ឋានសង្កាត់ជើងទឹកប្រធានអនុប្រធានគណៈកម្មាធិការគណៈបកក្រុងព្រៃវែងនិងសង្កាត់ទាំង4សូមបញ្ជាក់ថាពិធីសំណេះសំណាលនិងប្រគល់អំណោយជូនបងប្អូនប្រជាពលរដ្ឋនេះប្រារព្ធនៅទីស្នាក់ការគណៈបកសង្កាត់ជើងទឹកក្រុងព្រៃវែងខេត្តព្រៃវែងបន្ទាប់មកឯកឧត្តម អ៊ូវណ្ណានិងក្រុមការងារក៏បានអញ្ជើញចុះពិនិត្យដំណើរការជួសជុលទូកងឈ្មោះកំពង់អាតុង ស សុខាសែនជ័យនៅវត្តស្វាយសុខោក្នុងភូមិស្វាយសុខោសង្កាត់ជើងទឹកក្រុងព្រៃវែងខេត្តព្រៃវែងនិងបានប្រគេនថវិការបស់ឯកឧត្តមអភិសន្តបណ្ឌិតនិងលោកជំទាវចំនួន2លានរៀលដល់ព្រះគ្រូចៅអធិការវត្តផងដែរ